computer នៅក្នុងវិទ្យាស្ថានជាតិវិហុបច្ចេកទេសកម្ពុជាថ្ងៃហ្នឹងខ្ញុំធ្វើវីដេអូអនុវត្តលើការដោះរបៀបដោះ system unit និងការដាក់ចូល system unit វិញហើយនេះគឺជាធំនៃ computer ឥឡូវយើងមុននឹងឈានដល់ក្នុងការដោះ computer អញ្ចឹងយើងត្រូវការដោះកម្រិតធំខាងក្រៅរបស់វាសិនគឺសុទ្ធសឹងតែជា hardware ខាងក្នុងរបស់វាទាំងអស់ជាដំបូងយើងត្រូវការដោះកម្រិតខាងចឹងសិនហើយបន្តមកយើងត្រូវការមុខចៅធំ power supply របស់នៅក្នុង computer ហ្នឹងឥឡូវយើងចាប់ផ្ដើមធ្វើការមូលខ្យល់វាចេញម្ដងមួយហើយខ្យល់របស់វាយើងត្រូវការទុកឲ្យស្រួលត្រឹមត្រូវនៅពេលដែលយើងដាក់ចូលវាងាយស្រួលខ្យល់ក្នុង power supply ហើយចង់ឈានដល់បន្តទៀតយើងត្រូវការដោះខ្សែ power supply ជាមួយនឹងខ្សែ motherboard អីផ្សេងទៀតដើម្បីងាយស្រួលនៅក្នុងការយើងដកវាចេញបានអញ្ចឹងឥឡូវយើងត្រូវការធ្វើដោះខ្សែរបស់វាចេញណាមកយើងធ្វើការរុំក្នុង power supply ចេញមកខាងក្រៅហើយបន្ទាប់មកយើងត្រូវការរៀបចំវាដាក់នៅកន្លែងមួយឲ្យស្រួលហើយជាបន្ទាប់យើងត្រូវការដោះនៅ motherboard ចេញមកខាងក្រៅអញ្ចឹងយើងត្រូវការមូលខ្ចៅរបស់វាដើម្បីងាយស្រួលក្នុងការដោះចេញយើងត្រូវការដក motherboard ចេញមកខាងក្រៅមកហើយបន្ទាប់មកយើងចាប់ផ្ដើមមូលខ្យល់កង្ហារដើម្បីដកកង្ហារចេញមកខាងក្រៅដើម្បីដក CPU ចេញមកចុងការមូលខ្យល់នេះយើងត្រូវការមូលខ្យល់ចេញក្រៅខ្វែងដែរឥឡូវយើងធ្វើការមុខខ្ចៅហើយអញ្ចឹងយើងត្រូវការដកកង្ហារនេះចេញដើម្បីទុកមកកន្លែងមួយដែរស្រួលបួនដែរហើយនេះគឺជា CPU អញ្ចឹងយើងត្រូវការរុញអានេះចេញដើម្បីដក CPU ចេញមកខាងក្រៅអញ្ចឹងនេះគឺជារូបរាងនៃ CPU អញ្ចឹងយើងត្រូវការកាប់វានេះដើម្បីដាក់វាមកខាងក្រៅនេះឲ្យស្រួលបួនហើយនេះគឺជា RAM អញ្ចឹង RAM យើងត្រូវការធ្វើដៃពីរដើម្បីសង្កត់ឲ្យវាចេញមកតោះមកយើងត្រូវការកាន់ពីរចេះដើម្បីងាយស្រួលអញ្ចឹងនេះគឺជា RAMចឹងនេះធ្វើដូចគ្នាមកហើយនេះគឺជារូបរាងនៃ motherboard ខាងក្នុងរបស់វាដក hard disk ហើយនិង CD ROM ប៉ុន្តែខ្ញុំដក hard disk មុនសិននេះគឺជារូបរាងនៃ hard disk របស់យើងអញ្ចឹងយើងត្រូវធ្វើការដាក់វាស្រួលបួនដូចគ្នាសិនណាហើយនេះគឺជា CD ROM អញ្ចឹងយើងត្រូវធ្វើការដកខ្សែ CD ROM ចេញសិនយើងអាចរុញវាមកខាងក្រោយបានហើយវានឹងបាក់នៅក្បាលដេករបស់វាខាងមុខអញ្ចឹងយើងត្រូវការធ្វើការរុំធំរបស់វាសម្បកខាងក្រៅទៅមុខចេះដើម្បីងាយស្រួលហើយនេះគឺជា CD ROM របស់យើងខ្ញុំបានដោះគ្រឿងរបស់វានៃធំកុំព្យូទ័រនឹងហើយអញ្ចឹងជាបន្ទាប់យើងត្រូវការធ្វើការរៀបចំគ្រឿងរបស់វាទៅតាមលំដាប់លំដោយទៅតាមកន្លែងរបស់វានីមួយៗអញ្ចឹងងាយស្រួលនៅក្នុងការដាក់ system unit ចូលវិញអញ្ចឹងឥឡូវខ្ញុំត្រូវធ្វើការសម្អាត cache ខាងក្នុងរបស់វាសិនឥឡូវខ្ញុំធ្វើការសម្អាត cache ខាងក្នុងរបស់វាហើយអញ្ចឹងយើងត្រូវការលើកគ្រឿងនៃ hardware ខាងនៅក្នុងធំកុំព្យូទ័រទាំងអស់ហ្នឹងដើម្បីដាក់នៅក្នុងរៀបចំខាងក្នុងនេះវិញឥឡូវជាបន្ទាប់មុននឹងខ្ញុំ
ធ្វើការរៀបគ្រឿងនៃ hardware ទាំងអស់ដាក់ចូលខាងក្នុងចឹងខ្ញុំមករៀបរាប់ពីសារៈសំខាន់របស់គ្រឿង hardware ទាំងអស់ហ្នឹងចឹងអានេះគឺជា motherboard ហ្នឹងវាគឺជាប្រទេស CQ មេអេឡិចត្រូនិកធំជាងគេនៅក្នុងកុំព្យូទ័រដែលគេហៅវាកាត់បាន3ដូចជា main board system board ហើយនិង logic board ផងដែរអញ្ចឹងវាមានសារៈសំខាន់ភ្ជាប់ hardware ទាំងអស់ហ្នឹងទៅក្នុងកុំព្យូទ័រដែលមានទំនាក់ទំនងគ្នាអញ្ចឹងអាហ្នឹងគឺជារូបរាងនៃ motherboard របស់វាឥឡូវជាបន្តយើងចូលដល់ CPU អានេះគឺជារូបរាងនៃ CPU គឺជាផ្នែកសំខាន់បំផុតនៅក្នុងកុំព្យូទ័រដែលហៅថា processor ឬក៏ microprocessor ហើយវាដំណើរការនៅក្នុងទិន្នន័យនិងការណែនាំកម្មវិធីផ្សេងដើម្បីអនុវត្តកិច្ចការផ្សេងហើយ CPU វាគឺជាខួរក្បាលអង្គចាំសំខាន់បំផុតនៅក្នុងកុំព្យូទ័រអញ្ចឹងយើងធ្វើការដាក់ CPU ចូលមកកន្លែងដើមវាវិញឥឡូវយើងធ្វើការដាក់ CPU ចូលមកក្នុងកន្លែងដើមរបស់វាវិញអញ្ចឹងយើងបិទវាឲ្យស្រួលបួមឥឡូវនេះគឺជា RAM គឺជាអង្គចងចាំសំខាន់បំផុតនៅក្នុងកុំព្យូទ័រហើយវាមានតួនាទីផ្ទុកទិន្នន័យបណ្ដោះអាសន្នសម្រាប់កម្មវិធីនិងប្រតិបត្តិការនិងទិន្នន័យផ្សេងកំពុងដំណើរការហើយចឹងឥឡូវយើងធ្វើការដាក់ RAM ចូលមកកន្លែងដើមវាវិញយើងធ្វើការសកត់វាអូខេហើយនេះក៏ជា RAM ដែរអានេះគឺជា cooling fan អញ្ចឹង cooling fan ហ្នឹងវាមានតួនាទីដំណើរការដើម្បីឲ្យ CPU យើងមានការត្រជាក់អញ្ចឹងបើ cooling fan វាដំណើរការអញ្ចឹង CPU វានឹងធ្វើការត្រជាក់ទៅលើ motherboard ទាំងអស់ហ្នឹងហើយ CPU នៅពេលដែលយើងដាក់ការយើងត្រូវការដាក់ជាសញ្ញាខ្វែងហើយឥឡូវយើងធ្វើការដាក់ cooling fan ចូលមកកន្លែងដើមវាដើម្បីចាប់ខ្យល់ហើយអានេះគឺជាខ្យល់របស់ cooling fan ហើយយើងចាប់ខ្យល់វាជាសញ្ញាខ្វែងដែរយើងធ្វើការយល់ពីសារៈសំខាន់នៃ power supply ចឹងតើអ្វីទៅគឺជា power supply គឺជាឧបករណ៍សំខាន់មួយនៅក្នុងកុំព្យូទ័រដែលមានតួនាទីផ្លាស់ប្ដូរថាមពលអគ្គិសនីពី AC ទៅ DC អញ្ចឹងវាមានតម្លៃត្រង់ចង់សមសោកសម្រាប់ផ្នែកខាងក្នុងនៃកុំព្យូទ័រ HD វាគឺជាអង្គចងចាំអចិន្ត្រៃយ៍មួយដែលធ្វើការសាវឬក៏ស្ទរទុកទិន្នន័យឯកសារផ្សេងបានជារៀងរហូតនេះគឺជារូបរាងនៃ HD របស់យើងនេះគឺជា ខែរបស់កុំព្យូទ័រអញ្ចឹងអ្នកនរគ្នាបានដឹងហើយថាខែកុំព្យូទ័រហ្នឹងវាគឺជាផ្នែកខាងក្រៅដែលដាក់នឹងការពារ hardware សំខាន់របស់កុំព្យូទ័រទាំងអស់អញ្ចឹងវាគឺជាក្រុមឆ្អឹងឬក៏សម្បកការពារនៃ hardware ខាងនេះទាំងអស់អញ្ចឹងទៅអញ្ចឹងយើងធ្វើការដាក់ hardware របស់វាចូលមកខាងក្នុងនេះវិញធ្វើការដាក់ធុង power supply ចូលមកកន្លែងដើមរបស់វាជាមុនសិនរបស់វាធ្វើការដាក់ motherboard ចូលនៅពេលដែលយើងដាក់ធុង power supply ហើយអញ្ចឹងយើងដាក់ motherboard ចូលមកក្នុង cable របស់វាវិញយើងដាក់វាចូលត្រូវកលឹះរបស់វាមកជាបន្ទាប់យើងចាប់ផ្ដើមចាប់ខ្សែរបស់វាដាក់ចូលវិញដាក់ motherboard ចូលនៅក្នុង cable របស់កុំព្យូទ័រហើយអញ្ចឹងឥឡូវយើងចូលមកដល់ CD-ROM អញ្ចឹងយើងធ្វើការដាក់ CD-ROM ចូលមកក្នុង cable របស់វា
một trong bao vi sữa búa lại thời cử lực bao vi lấy cho chia tốt cho một đó hạt đi một đó trong cho cả đại với thời cử lực bao vi hạt đi có viên cử lực bao vi đấy tao mới dân chặt đang chặt sao này hạt đi một đó mới dân chặt sáng CD room trong rong việc thở cử lực bao viêm á nó cơn cả lại rong cái trái đó những phương ca đọc sai được bao power supply từ lượng motherboard chẳng này cứ chỉ sai được bao power supply ở đây sẽ các bạn xem cho tiếp cho lấy cho các đọc sang cho nó mà bọn đồng tiếp có những phần nè có một cộng hai nhưng thực ra sai về số búa sai là nó sai về số búa trong những phần nè có một cộng hai bị mất biết mình phải trong đạn cho clip này không cùng tạo bao giờ mất trong hai thời clip bao biết không có clip này trong những phần bạn biết đấy luôn vậy nó tao mới dùng chỉ trong khỏi dùng phần một sai đồng bảy bật có một khác thông cùng tớ lớn chỉ trong khỏi rồi biết đo được việc đặt cho này system unit rồi bom nhóm ban đo trên một trà bảy chống sông ở cung lục rô mình nhẹ ở kia đại ban tôi snap cái tập ô bị đa đa chảo